ប្រភេទធ្មេញបាច់ណាដែលតម្រូវឲ្យពុតធ្មេញមិញចំពើមិញខ្លះស្រីបានតែធ្មេញក្រងប្រាប់មិញលើឬធ្មេញអូបាយខ្លាំងបានតែធ្មេញចេញខ្លាំងការពុតធ្មេញគឺអាចកែផ្ទៃទៅពីរបស់យើងឲ្យល្អឡើងវិញការពុតធ្មេញដែលតម្រូវឲ្យយើងដកធ្មេញដូចជាធ្មេញយើងចំពើខ្លាំងបានតែយើងចំពើហៅរស្ពេសឬក៏ចន្លោះពីនឹងកើតជំរាបសួរប្រិយមិត្តទស្សនិកជនសូមស្វាគមន៍មកកាន់ podcast ខុយមករានេះខ្ញុំសូមជម្រាបផងដែរថាគោលបំណងនៃការបង្កើត podcast នេះមកគឺយើងចង់ចែកម្លែកតាក់ទងទៅនឹងសុខភាពមាត់ធ្មេញក៏ដូចជាស្រាវចម្ងល់នៅបញ្ហាមួយចំនួនដែលបងប្អូនទាំងអស់គ្នាកំពុងជួបប្រទះហើយនៅក្នុងថ្ងៃនេះដែរយើងមានប្រធានបទមួយគឺតាក់ទងទៅនឹងការពុតធ្មេញអញ្ចឹងដើម្បីអាចបកស្រាយជាមួយប្រធានបទនេះឲ្យកាន់តែមានទម្ងន់និងច្បាស់លាស់យើងក៏មានការអញ្ជើញពីលោកទាន់បណ្ឌិតដែលគាត់មកពីមន្ទីរពេទ្យព្យាបាលធ្មេញខុយមករាទស្សនិកជនទាំងអស់គ្នាកុំឲ្យខាតពេលវេលាយូរយើងទៅជួបជាមួយនឹងលោកទាន់បណ្ឌិតទាំងអស់គ្នាជំរាបសួរបាទខ្ញុំបាទជាទាន់បណ្ឌិតខុយមករាហៅម៉ូដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលផ្នែកតន្តវឌ្ឍនសាស្ត្រដែលយើងហៅថាសាលាក្រហមចាអញ្ចឹងលោកទាន់បណ្ឌិតអាចហៅឈ្មោះកាត់ថាលោកគ្រូម៉ូបាទចាអញ្ចឹងដើម្បីឲ្យមានភាពងាយស្រួលតើនេះខ្ញុំអាចហៅលោកតំបណ្ឌិតជាលោកគ្រូបានទេដើម្បីឲ្យការជជែកយើងមានភាពស្និទ្ធស្នាលអញ្ចឹងណាបាទចាដោយសារថាប្រធានបទយើងថ្ងៃនេះនិយាយតាក់ទងទៅនឹងការពុតតម្រង់ធ្មេញអញ្ចឹងលោកគ្រូអាចជួយបញ្យល់បានទេថាតើអ្វីគឺជាការពុតតម្រង់ធ្មេញការពុតតម្រង់ធ្មេញគឺជាការរៀបចំផ្ទៃទំពាទាំងសោភ័ណភាពនិងស្នាមញញឹមភាពស្រស់ស្អាតរបស់យើងជាធម្មជាតិណាចាលោកគ្រូតាមដែលនឹងខ្ញុំដឹងរួមទាំងបងប្អូនមួយចំនួនដែលគាត់ដឹងគាត់គិតថាការពុតធ្មេញគឺជួយឲ្យធ្មេញស្អាតអញ្ចឹងក្រៅពីស្អាតតើការពុតធ្មេញគឺដើម្បីអ្វីដែរការពុតធ្មេញក្រៅពីស្អាតយើងគេហៅថាយើងរៀបមុខងារទំពារបស់ធ្មេញនិងរចនាសម្ព័ន្ធរបស់ធ្មេញជាពិសេសវិញគឺជួយបានន័យថាធ្មេញយើងជាពើធ្លាប់ពិបាកសម្អាតនោះជួយឲ្យសម្អាតបានដិតជួយថែរក្សាធ្មេញយើងឲ្យបានល្អចាចឹងមានន័យថាក្រៅពីស្អាតគឺការពុតធ្មេញគឺមានមុខងារជួយឲ្យធ្មេញដែលលក្ខណៈថាដូចធ្មេញចំពើអីចឹងទៅឲ្យមានភាពរៀបរយមកវិញចាហើយជាពិសេសហ្នឹងគឺផ្ទៃទំពាអាហារបាទឲ្យមានភាពងាររបស់វាបាទចាអរគុណច្រើនលោកគ្រូអញ្ចឹងលោកគ្រូសម្រាប់អ្នកជំងឺដែលគាត់ពុតធ្មេញដំបូងអាចថាមួយសប្តាហ៍ដំបូងតើគាត់នឹងមានអារម្មណ៍ហើយអាការៈបែបណាដែរទៅបាទជាធម្មតាពេលយើងពុតធ្មេញដំបូងធ្មេញយើងដើរអញ្ចឹងមកអ្នកជំងឺគាត់អាចឈឺបន្តិចបន្តួចជាពិសេសពិបាកទៅពីអាហារនិងការសម្អាតហើយអាចមុតលួសមុតប្របែមាត់យើងតិចតួចអីចឹងណាតែបកាទាំងហ្នឹងវាស្រួលទេបើសិនជាមុតយើងអាចយកមានកម្មួនបិទអីចឹងទៅហើយបើថាការសម្អាតពេលដែលពុតគ្រូពេទ្យនឹងបញ្យល់ថាការសម្អាតហ្នឹងវាត្រូវធ្វើរបៀបម៉េចគាត់ថាអ្នកជំងឺគាត់ពិបាកជាពិសេសពិបាកញ៉ាំអាហារដោយសារការដែលពុតដបោហ្នឹងធ្មេញយើងរង្គើបានវារង្គើទៅយើងញ៉ាំអាហារទៅវាអត់សូវបានម៉ត់ល្អតែប៉ុណ្ណឹងចាចាំមានថាសម្រាប់អតិថិជនដែលអ្នកជំងឺអាចថាអ្នកជំងឺចោះដែលគាត់មានបញ្ហាដូចជាមុតលួមុតអីចឹងទៅយើងអាចបិទកម្មួនទៅខ្លួនឯងបានយើងមិនមកមន្ទីរពេទ្យដើម្បីមកជួបលោកទាន់បណ្ឌិតអីទេបាទយើងអាចបិទកម្មួនឲ្យខ្លួនឯងបានតែបើសិនជាគេថាបិទកម្មួនហើយយើងនៅតែមុតទៀតហ្នឹងណាដោយករណីខ្លះធ្មេញអ្នកជំងឺគាត់ចំពើខ្លាំងដល់ពេលយើងបិទប្រេះហើយលួសយើងវាបានតែចំពើខ្លាំងវាមានខ្ពស់ទាបចឹងទៅដល់ពេលយើងពេលដើរដំបូងហ្នឹងវាអាចដើររៀងត្រង់បន្តិចយើងអាចលៀនលួសវាលៀនលួសតាមវែងពេកអញ្ចឹងដល់អាចមកជួបគ្រូពេទ្យដើម្បីកាត់វាចេញដែរចាលោកគ្រូតាក់ទងជាមួយនឹងកម្មួនហ្នឹងវាប៉ះពាល់ដល់សុខភាពយើងអត់ឬក៏ពេលដែលយើងញ៉ាំទំពីអីទៅវាអាចរលាយជាមួយនឹងចំណីអីចឹងណាលោកគ្រូកម្មួនហ្នឹងបើសិនជាថារលាយវារលាយដែរតែបើសិនជាប៉ះពាល់ដល់សុខភាពវាអត់ប៉ះពាល់ទេដោយសារហេតុអីអ្វីក៏ដោយដែលយើងយកមកដាក់ក្នុងមាត់តែងតែគេគិតពីសុខភាពយើងហើយអញ្ចឹងវាអត់អាចប៉ះពាល់អីទេបាទចាចុះតើតោជាមួយនឹងការឈឺតើឈឺហ្នឹងឈឺកម្រិតណាដែរលោកគ្រូឈឺខ្លាំងឬមួយក៏យ៉ាងម៉េចដែរតាមបទពិសោធន៍របស់ខ្ញុំអ្នកជំងឺគាត់ទ្រាំបានគាត់ទ្រាំបានគាត់ពិបាកញ៉ាំអាហារខំទៅគាត់អាចឈឺអ៊ូលអីចឹងទៅណាហើយបើសិនជាអ្នកជំងឺខ្លះគាត់ថាគាត់បើធ្មេញចំពើខ្លាំងគាត់អាចឈឺរៀងខ្លាំងដែរតែអាចញ៉ាំថ្នាំបំបាត់ការឈឺចាប់ដូចជាប៉ារ៉ាដូលីប្រានអីមកគ្រាប់ទៅក៏បាត់ទៅវិញទៅគាត់អាចញ៉ាំឲ្យបានធម្មតាចឹងទៅចាអញ្ចឹងតកតងជាមួយនឹងការឈឺហ្នឹងយើងអាចញ៉ាំជាមួយនឹងថ្នាំសះបានអត់ទេបាទគាត់ត្រឹមតែញ៉ាំថ្នាំបំបាត់ការឈឺចាប់បានទេ
ចាចុះលោកគ្រូតើតើជាមួយនឹងការពុតធ្មេញហ្នឹងគឺមានកំណត់អាយុដែរអត់ថាតើអាយុបែបណាទើបអាចពុតធ្មេញបាន បើសិនជាកុមារដែលគាត់មាន class 3 ឬបើភាសាខ្មែរយើងគេហៅថាកហបធ្មេញក្រោមក្រោមធ្មេញលើ ចា អាហ្នឹងគេចាប់ផ្ដើមពុតរយៈពេលអាយុគាត់ចាប់ពី9 ឆ្នាំ ចា ឡើងទៅតែបើសិនជាល្អដែលបទពិសោធន៍របស់ខ្ញុំណា ចា បើសិនជាល្អគួរតែធ្មេញយើងលូតលាស់ឲ្យគ្រប់សិនបានន័យថាធ្មេញយើងដូរអស់រយៈពេលអាយុ12 ឆ្នាំ ចា តែធ្មេញហ្នឹងអត់ទាន់ complete ទេបានន័យថាធ្មេញហ្នឹងនៅសរសៃយើងធំឬក៏រឹសធ្មេញខ្លីអញ្ចឹងបើសិនជាពេលណាដែលយើងចង់ពុតយើងគួរតែ X-ray មើលថាធ្មេញយើងដែលត្រូវពុតហ្នឹងក្នុងមាត់របស់គាត់ហ្នឹង complete ហើយនៅបានន័យថាធ្មេញគាត់លូតលាស់អស់ហើយឬនៅ ចា បាទបើល្អគួរតែចាំធ្មេញហ្នឹងលូតលាស់អស់ចាំយើងពុត ចាំមានន័យថាតើតាធ្មេញយើងដោះគ្រប់អស់ហើយបើយើងអាចពុតបាន បាទ ចាចុះលោកគ្រូព្រោះខ្ញុំឃើញភាគច្រើនអ្នកដែលពុតធ្មេញគឺជាយុវវ័យតែកម្រឃើញមានរបៀបថាវ័យដែលគាត់ហ៊ានចំណាស់ដែលគាត់ពុតធ្មេញណាហ្នឹងមូលហេតុអីដែរលោកគ្រូ ជាយុវវ័យគាត់ចែងតែចង់ស្អាត ចង់កែលម្អសោភ័ណភាពធ្មេញគាត់ដោយសារគាត់ពិបាកសម្អាតអីចឹងទៅគាត់តែងតែចង់ពុតហើយក៏នៅក្មេងជំទង់នឹងទៀតស្រួលពុតដើររយៈពេលខ្លីដល់ពេលគាត់អាយុច្រើនក៏ពុតបានដែរ ចា តែយើងត្រូវគិតថាធ្មេញរបស់គាត់ហ្នឹងបានន័យថាធ្មេញរបស់គាត់ហ្នឹងរីសបប៉ុណ្ណាបានន័យថាគាត់ប៉ារ៉ូដងបានឬក៏គេហៅថារកស៊ីធ្មេញឬក៏ស្រកឆ្អឹងហ្នឹងស្រកអញ្ចាញប៉ុណ្ណាហើយករណីខ្លះដែលធ្មេញគាត់យើងពុតម្ដងធ្មេញបានតែជាធម្មតាគាត់ចាប់ពីអាយុច្រើនទៅគាត់ចេះតែគិតថាគាត់មិនអាចពុតបានទេព្រោះគាត់ខ្ជិលនឹងមកពេទ្យអីចឹងទៅគាត់ក៏អត់បាន ចា តែការពុតធ្មេញពិបាកក្នុងការណាត់ជួបពេទ្យចឹងទៅគាត់អត់បានមកពុតទេគាត់សម្រាប់ចិត្តថាគាត់អត់ពុតហ្មងទៅ ចាអាចថាគាត់ស៊ាំជាមួយនឹងធ្មេញធម្មជាតិរបស់គាត់ បាទ បើយុវវ័យអាចថាគាត់ចង់បានភាពស្អាតអញ្ចឹងគាត់អាចពុតដើម្បីឲ្យធ្មេញគាត់ត្រង់ស្អាត បាទ ប៉ុន្តែសម្រាប់ចាស់អីគាត់គិតថាគាត់ខ្ជិលចង់ញ៉ៃច្រើនអញ្ចឹងឯលោកគ្រូចាអញ្ចឹងលោកគ្រូអាចជួយណែនាំបានន័យថាតើប្រភេទធ្មេញបែបណាដែលតម្រូវឲ្យពុតធ្មេញ ប្រភេទដែលធ្មេញដែលយើងគួរតែពុតដូចជាមានធ្មេញចំពើធ្មេញ class 3បានន័យថាធ្មេញក្រោមក្រោមធ្មេញលើឬធ្មេញអូបាយខ្លាំងបានន័យថាធ្មេញចេញខ្លាំងយើងដកធ្មេញទៅពីមុនមកយើងខូចដោយពីក្មេងណាយើងដកធ្មេញទី6យើងមានចន្លោះបានន័យចន្លោះខ្មោចអីចឹងទៅគេហៅថាយើងខ្មែរយើងគេហៅថាចន្លោះខ្មោចហ្នឹងក្លោសវាបានន័យយើងទាញវាបិទចិត្តទៅហើយនឹងមួយទៀតមិញយើងខុសងាំពេលណាដែលយើងបាត់ធ្មេញពីអាយុពីតូចមកយើងខុសងាំហ្នឹងអញ្ចឹងយើងអាចពុតធាក់វាឲ្យត្រង់ត្រូវដាំបកគោលកន្លែងដែលបាត់បង់ឬក៏គេហៅថាទាញផ្ចិតតែយើងមានគៀមតយើងអាចទាញចិត្តទៅអញ្ចឹងយើងមកប្រើវិញទៅការពុតធ្មេញគឺអាចកែផ្ទៃតាពីរបស់យើងបានន័យថាញ៉ាំតាពីរបស់យើងឲ្យល្អឡើងវិញហើយបើសិនជាយើងបាត់បង់ធ្មេញយើងញ៉ាំអាហារបានន័យថាញ៉ាំអាហារតែមួយហៀងក៏យើងឈឺស្លាក់ឈឺ ATM ដែរប្រើពេលយូរ ចុះបើសិនបើគាត់អត់មានបញ្ហាធ្មេញដូចដែលលោកគ្រូរៀបរាប់ពេលធ្មេញគាត់ធម្មតាស្អាតប៉ុន្តែគាត់ចង់ពុតដើម្បីព្រោះថាឥឡូវគេពេញនិយមពាក់ប្រេះចឹងណាលោកគ្រូអញ្ចឹងយើងអាចពុតបានទេបើសិនបើធ្មេញយើងគ្មានបញ្ហាអ្វីទាំងអស់ចឹងណាលោកគ្រូ បាទបើសិនជាធ្មេញហ្នឹងគ្មានបញ្ហាទាំងអស់គួរតែមិនបាច់ពុតទេដោយសារហេតុអីការពុតធ្មេញវាមិនជាការងាយស្រួលណាទាំងការសម្អាតទាំងការឈឺហើយពេលខ្លះធ្មេញយើងស្អាតស្រាប់ហើយយើងទៅបិទប្រេះវាធ្វើឲ្យការសម្អាតរបស់យើងអត់បានស្អាតមានឲ្យមានដង្កូវស៊ីឬក៏ឡើងកបោបានន័យថាហើយពេលខ្លះយើងសម្អាតអត់ស្អាតធ្វើឲ្យធ្មេញយើងវាស្រអាប់ទៀតផងតែបើសិនជាធ្មេញយើងល្អទេដែលយើងអាចទទួលយកបានថាការញញឹមយើងមកស្អាតហើយញ៉ាំបាយបានស្រួលហើយមិនបាច់ពុតទេបើកុំធ្វើឲ្យវារក្សាគេហៅថា ធ្មេញធម្មជាតិទាំងទៅគាត់ឲ្យយើងព្យាយាមគេហៅព្យាយាមទៅមន្ទីរពេទ្យ check up រៀងរាល់6 ខែម្ដងដោយលាងធ្មេញឬក៏មានដង្កូវស៊ីយើងប៉ះអញ្ចឹងទៅនេះជាការថែទាំដែលត្រឹមត្រូវ បាទត្រឹមត្រូវចាអរគុណចាលោកគ្រូអញ្ចឹងសំណួរមួយទៀតលោកគ្រូបើតាមដែលខ្ញុំដឹងហើយតាមដែលខ្ញុំធ្លាប់ឃើញអ្នកដែលស្គាល់គ្នាគាត់ទៅពុតធ្មេញអញ្ចឹងណាភាគច្រើននៅពេលដែលពុតធ្មេញគេតម្រូវឲ្យដកធ្មេញអញ្ចឹងចំណុចហ្នឹងមូលហេតុអ្វីដែរលោកគ្រូ ការពុតធ្មេញដែលតម្រូវឲ្យយើងដកធ្មេញដូចជាធ្មេញយើងចំពើខ្លាំងបានន័យថាយើងចំពើរគេហៅថារស្ប៉េសឬក៏ចន្លោះទាញអត់កើតអាហ្នឹងមួយដែលយើងគេហៅថាដកដែរហើយមួយទៀតធ្មេញយើងគេហៅថាអូវាយខ្លាំងបានន័យថាធ្មេញចេញខ្លាំងក៏យើងត្រូវដកដែរការពុតធ្មេញគឺបានន័យថា
dương mình nằm đây bột nắng sầm đẹp tha đọ tại mà đòn thế bạn này tha từ tam khai rửa nè ngứa đó bạn này tha khai quạt là biết nát là dương từ đỏ ចាចុះប្រសិនបើអ្នកជំងឺគាត់មានខែដែលត្រូវដកប៉ុន្តែដោយសារថាគាត់ខ្លាចគាត់ចង់ដកថ្មិញអញ្ចឹងអញ្ចឹងបានអីលោកគ្រូ ពេលខ្លះអាចបានដែរដល់យើងបរិច្អាកាសថ្មិញបានន័យថាថ្មិញគាត់ចំពើខ្លាំងមានចន្លោះអាចឬក៏ក្អូមថ្មិញយើងគេថាក្រាស់ថ្មិញរបស់គាត់ជាអក្សរ V អញ្ចឹងយើងអាចបរិច្ទៅជាអក្សរ U ករណីខ្លះក៏យើងអាចគ្រាន់តែបរិច្ទៅក៏អាចចូលបានដែរយើងមិនបាច់ដកថ្មិញទេ អូចាអញ្ចឹងមានន័យថាបើសិនបើគាត់មានបញ្ហាថ្មិញហើយគាត់ថាគាត់ចង់ដកថ្មិញទេអញ្ចឹងក៏យើងមានវិធីសាស្ត្រដើម្បីពុតថ្មិញដោយមិនចាំបាច់ដកថ្មិញ បាទក្នុងករណីមួយចំនួនដែលយើងអាចបរិច្អាកាសបានណាបានតែបរិច្ក្អូមថ្មិញបានចាអូល្អខ្លាំងមែនតើលោកគ្រូពួកខ្ញុំជឿថាខ្ញុំជឿថាប្រិយមិត្តទស្សនិកជនពីច្រើនគឺគាត់ចង់ពុតថ្មិញខ្លាំងមែនតើប៉ុន្តែគាត់ឮថាពុតថ្មិញហើយត្រូវដកថ្មិញគឺគាត់ខ្លាចហ្មងចាបាទការពុតថ្មិញដកហ្នឹងវាទៅតាមខ្លះដូចខ្ញុំនិយាយអញ្ចឹងតែតាមខ្លះឬក៏ក្អូមមាត់គាត់បានន័យថាគាត់ជាតិពេកឬណែនពេកអីចាចាំមិនថាបើសិនជាបងប្អូនទស្សនិកជនដែលគាត់មានបញ្ហាគាត់អាចពិគ្រោះយោបល់ជាមួយនឹងដុកទ័រឬមួយក៏តំដេចដែលគាត់មានចំណេះជំនាញច្បាស់លាស់ព្រោះពេលខ្លះនៅពេលដែលយើងឮតពីគេតែយើងអត់ដឹងច្បាស់ធ្វើឲ្យយើងភ័យខ្លាចឬមួយក៏អាក់ក្នុងការដែលយើងចង់ធ្វើអ្វីមួយបាទចាចឹងលោកគ្រូការពុតថ្មិញមានប្រមាណដំណាក់កាលអូការពុតថ្មិញវាមានច្រើនដំណាក់កាលទៅតាមខេសមួយហើយតែគេហៅថាការពុតវិញដបោនេះយើងបិទប្រេះទៅតាមមេកនិចមេគុណវាអញ្ចឹងយើងប្រើចាលួសពីទូចទៅធំទៅអញ្ចឹងទៅការពុតថ្មិញហ្នឹងវានិយាយទៅពេលណាយើងពុតទៅតាមតំណកាលវាអត់ឲ្យធ្វើឲ្យ dissolve ឆ្អឹងទេហើយការពុតវិញចប់ហើយគឺនៅមាន ប្រើ retainer ទៀតអញ្ចឹងវាច្រើនតំណកាលដែលយើងអត់អាចរាយរាប់លម្អិតបានទាំងស្រុងទេចុះលោកគ្រូខ្ញុំសូមបន្ថែមបកទៅសំណួរនោះបន្តិចចាំន័យថាការដែលយើងពុតថ្មិញគឺឈឺតែពេលដំបូងឬមួយក៏ឈឺរហូតទៅតែម្ដងបាទការពុតថ្មិញធម្មតាយើងឈឺដំបូងរៀងខ្លាំងហើយជាបន្តមកដូចជាមិនជាឈឺខ្លាំងទេដែលស្មិញយើងដើរហើយបានន័យថាកម្លាំងដែលយើងផ្សំជាមួយគាត់ហ្នឹងបានន័យថាដើរទៅហើយបើកន្លែងខ្ញុំអ្នកជំងឺដូចឈឺតែដំបូងឯងចាក្រោយមកទៀតដូចអ្នកជំងឺគាត់ថាអត់មានឈឺទេពេលណាយើងប្រើវិឆេងគាត់អាចឈឺខ្លះដែររយៈពេល3ថ្ងៃអញ្ចឹងទៅចាចុះលោកគ្រូតើតើជាមួយនឹងថ្មិញតើកត្តាអ្វីដែលយើងអាចកំណត់ថារយៈពេលវែងឬមួយក៏ខ្លីការពុតថ្មិញណាយើងតែងតែចំណាយពេលយូរបានន័យថាចំណាយពេលយូរអ្នកខ្លះ1ឆ្នាំកន្លះអ្នកខ្លះ2ឆ្នាំកន្លះទោះជាថ្មិញហ្នឹងយើងពុតថ្មិញត្រង់ហើយណាចាយើងឃើញត្រង់ស្អាតហើយក៏យើងអាចដោះបានដែរមានតែយើងត្រូវរក្សា detention ឲ្យអ្នកជំងឺបានន័យថាឲ្យថ្មិញហើយនឹងឆ្អឹងនឹងចាញយើងហ្នឹងរឹងមាំដូចពេលយើងដែលអត់ទាន់ពុតអញ្ចឹងបានន័យថាធម្មតាសិនបានយើងអាចដោះបានអញ្ចឹងណាដែលយើងអាចដោះហើយយើងប្រើ detention អញ្ចឹងទៅចាចុះការប្រើ retainer ហ្នឹងគឺយើងត្រូវប្រើរហូតឬមួយក៏មិនដែរលោកគ្រូការប្រើ retainer បើសិនជាយើង retention បានល្អធ្វើឲ្យថ្មិញហ្នឹងរឹងមាំចាញរឹងមាំជាមួយឆ្អឹងថ្មិញនិងឆ្អឹងនិងចាញវា normal ហើយបានថាល្អហើយការប្រើ retainer ពេលខ្លះទៅគាត់ប្រើរយៈពេលពី6ខែទៅ1ឆ្នាំក៏ថ្មិញហ្នឹងក៏អ្នកខ្លះក៏គាត់ថាឈប់ពាក់ទៀតទៅគាត់ដើរដែរតែបើសិនជាដើរគឺរយៈពេលយូរបានន័យថា6 7ឆ្នាំក្រោយអាចដើរបន្តិចបន្តួចអញ្ចឹងការពុតថ្មិញបើសិនជាយើងណា retention វាបានល្អបានន័យថាធ្វើឲ្យថ្មិញហ្នឹងរឹងហើយចាំយើងដោះអានឹងបានន័យថាវាដើរទៅតាមកម្រិតមួយដូចជាធម្មជាតិថ្មិញយើងដែលអត់ពុតអញ្ចឹងចាធ្វើយ៉ាងណាដើម្បីឲ្យយើងដឹងថាថ្មិញយើងរឹងហើយនេះជាបច្ចេកទេសរបស់ពេទ្យមួយដែលគាត់ថាគិតថាថ្មិញហ្នឹងរឹងមាំហើយដែលយើង X-ray ឬក៏គេពេលខ្លះយើងកំណត់រយៈពេលអញ្ចឹងទៅរយៈពេល8ខែ1ឆ្នាំបាទពេលដែលយើង detention ហ្នឹងយើងកំណត់ពេលទៅហើយយើង X-ray មើលទៅថាថ្មិញហ្នឹងបានន័យថាហាប់ល្អហើយបានយើងដោះបាទចាអញ្ចឹងការកំណត់ថ្មិញរឹងហ្នឹងតើតែគ្រូពេទ្យមិនគាត់អ្នកដឹងយើងសម័យគ្រូយើងអាចដឹងឯលោកគ្រូចាលោកគ្រូអញ្ចឹងសម្រាប់អ្នកជំងឺតើគាត់មានបំរាមអ្វីដែលមិនគួរធ្វើក្នុងអំឡុងពេលដែលគាត់ពុតថ្មិញកំឡុងពេលដែលគាត់កំពុងពុតថ្មិញគាត់គួរតែញ៉ាំអាហារណាដែលទុនឬក៏របស់ណាដែលកុំឲ្យគាត់ខំទៅលិចពេកបានន័យថាដូចជាផ្លែប៉ោមផ្លែតបែកអីឬក៏អាហារដែលយើងខំទៅទាញពេកធ្វើឲ្យវារបូតប្រេះ
ហើយនឹងការថែទាំសម្អាតរបស់គាត់ឲ្យបានល្អគួរតែកុំញ៉ាំរបស់រឹងបើនិយាយសួរស្ដាប់គួរញ៉ាំកុំឲ្យគាត់ញ៉ាំរបស់រឹងអ្នកខ្លះគាត់ចូលចិត្តញ៉ាំជើងមាន់ញ៉ាំអីទៅធ្វើឲ្យប្រេះយើងរបូតហើយការរបូតប្រេះហ្នឹងពេលខ្លះគាត់អញ្ជើញមកភ្លាមងាយស្រួលយើងដូរឲ្យគាត់ឬក៏មិញនៅដដែលណាពេលខ្លះពេលដែលគាត់របូតពេលដែលគាត់ប្រើpower chain បានតែកស៊ូទាញអញ្ចឹងធ្វើឲ្យថ្មិញហ្នឹងដើរខុសកន្លែងយើងពិបាកនឹងការពុតតម្រង់ម្ដងទៀតបាទអញ្ចឹងលោកគ្រូតាក់ទងជាមួយនឹងការពុតថ្មិញមុននឹងយើងសម្រាប់ចិត្តពុតថ្មិញតើយើងគួរតែយល់ដឹងអ្វីខ្លះមុននឹងសម្រាប់ចិត្តពុតថ្មិញយើងគួរដឹងថាយើងចង់បានអីអ្វីដែលជាក់លាក់យើងគួរយល់ថាការពុតថ្មិញយើងចំណាយទាំងពេលវេលាទាំងថវិកាអញ្ចឹងហើយបានបើសិនជាគាត់ចង់ពុតថ្មិញតើគាត់ចង់បានអីឲ្យច្បាស់លាស់ចឹងតើតងជាមួយនឹងការពុតថ្មិញតើលោកគ្រូមានវិធីសាស្ត្រអ្វីដើម្បីឲ្យការពុតថ្មិញនោះបានលឿនឬមកក៏ដើរត្រង់ជួរបានឆាប់រហ័សអីចឹងណាលោកគ្រូការពុតថ្មិញយើងអត់អាចលឿនបានទេដោយសារហេតុអីទៅតាមខេសរបស់អ្នកជំងឺខ្លះគាត់ករណីដូចជាក្លោសចន្លោះអីតិចតួចយើងអាចលឿនចឹងទៅការពុតថ្មិញគឺយើងអត់អាចគេថាឲ្យលឿនពេកទេទៅតាមខ្លះរបស់អ្នកជំងឺអញ្ចឹងណាចាបាទនិយាយទៅគឺយើងពុតទៅតាមដំណាក់កាលមួយទៅតាមអ្វីដែលខេសរបស់អ្នកជំងឺតែម្ដងបើនិយាយរួមទៅគឺខេសរបស់អ្នកជំងឺយ៉ាងម៉េចយើងពុតទៅតាមដំណាក់កាលវាអញ្ចឹងពេលវេលាទៅតាមនឹងដែរចាចុះលោកគ្រូប្រសិនបើគាត់កំពុងពុតថ្មិញបានរយៈពេលថា3ខែចុះប៉ុន្តែគាត់មានបញ្ហាអ្វីមួយដែលបន្ទាន់ត្រូវការដោះប្រេះចេញតើអានោះវាអាចប៉ះពាល់អីទេលោកគ្រូបើយើងគាត់ត្រឹមតែពុតបានត្រឹម3ខែបាត់ដំបងបានតែរង្គើឯងបានតែរង្គើបានន័យថាផូសិនវានៅដដែលបានន័យថាថ្មិញនោះអត់ទាន់បានដើរអីប្រហែលនេះបើយើងដោះបានន័យថានៅលក្ខណៈដដែលតែវារង្គើបានតែវារង្គើយើងញ៉ាំបាយអីទៅវាអត់សូវម៉ត់ល្អឬក៏ខាំទៅនៅឈឺចាបាទបើសិនជាឲ្យផលប៉ះពាល់អីជាលើកដំបូងអត់ទាន់ប៉ះពាល់អីទេព្រោះថ្មិញអត់ទាន់ដើរអីទាំងអស់ទេចាអញ្ចឹងសំណួរមួយទៀតលោកគ្រូចង់ដឹងថាតើការពុតថ្មិញគឺជាការវិនិយោគទៅលើសម្រស់ឬមួយក៏វិនិយោគទៅលើសុខភាពការពុតថ្មិញគឺបានទាំងអស់បានទាំងសម្រស់បានទាំងសុខភាពបានន័យថាបើយើងនិយាយថាសម្រស់បានន័យថាយើងពុតថ្មិញទៅត្រង់ស្អាតសើចមកស្រស់បាទហ្នឹងសម្រស់ហើយនឹងទាំងសុខភាពថ្មិញយើងផងបាទស្នាមញញឹមយើងស្រស់ហើយបើយើងគិតពីសុខភាពវិញបានន័យថាទាំងសុខភាពមាត់ថ្មិញក៏បានពេលពុតទៅវាត្រង់ស្អាតអញ្ចឹងយើងអាចសម្អាតបានស្អាតល្អអញ្ចឹងទៅអត់មានចំណីអាហារដក់ធ្វើឲ្យលាកចាញអីទេអញ្ចឹងបាទបើយើងគិតពីសុខភាពយើងវិញការពុតថ្មិញគឺគេកែតម្រង់ទាំងផ្ទៃតាពាទាំងសុខភាពទាំងរចនាសម្ព័ន្ធរបស់ថ្មិញបានន័យថាតួនាទីរបស់ថ្មិញមួយវាចែកដាច់ចឹងណាការពុតថ្មិញយើងរៀបចំទៅតាមរចនាសម្ព័ន្ធរបស់ថ្មិញអញ្ចឹងការធ្វើឲ្យសុខភាពយើងល្អគឺរចនាសម្ព័ន្ធរបស់ថ្មិញហ្នឹងយើងដូចថាថ្មិញធៀមយើងទៅពីអាហារអញ្ចឹងបានន័យថាអញ្ចឹងយើងទៅពីអាហារបានម៉ត់ញ៉ាំបាយបានឆ្ងាញ់សុខភាពយើងក៏បានទៅតាមនឹងដែរចាអញ្ចឹងការពុតថ្មិញមិនត្រឹមតែជួយឲ្យថ្មិញយើងស្អាតហើយមានថ្មិញផងស្អាតទេប៉ុន្តែវាជួយកែលម្អតាក់ទងទៅនឹងសុខភាពមាត់ថ្មិញនិងគុណភាពនៃជីវិតផងដែរត្រូវទេលោកគ្រូបាទសុខភាពយើងចាសម្រាប់ប្រិយមិត្តទស្សនិកជនដែលគាត់មានបំណងចង់ពុតថ្មិញអញ្ចឹងអាចធ្វើការពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញដើម្បីឲ្យគាត់ពិនិត្យឲ្យបានត្រឹមត្រូវតាក់ទងទៅនឹងសុខភាពមាត់ថ្មិញគាត់ថាតើមាត់ថ្មិញគាត់បែបណាគួរធ្វើបែបណាអីចឹងទៅចាអញ្ចឹងចូលដល់សំណួរចុងក្រោយតើលោកគ្រូមានពាក្យពេចន៍អ្វីដើម្បីផ្ដាំផ្ញើទៅកាន់ប្រិយមិត្តទស្សនិកជនដែលគាត់កំពុងទស្សនាក៏ដូចជាអ្នកជំងឺដែលគាត់កំពុងតែពុតថ្មិញបាទសម្រាប់អ្នកជំងឺដែលគាត់កំពុងពុតថ្មិញមុនចោះគាត់គួរតែស្ដាប់ការណែនាំឬការណាត់របស់គ្រូពេទ្យទៅតាមឲ្យទៀងទាត់ពេលវេលាណាហើយគាត់កំណត់មួយខែអញ្ចឹងគាត់គួរតែអញ្ជើញទៅដើម្បីគេសម្អាតគេដូរគេហៅថាដូរកស៊ូហើយនឹងពុតតម្រង់ថ្មិញឲ្យបានល្អបាទហើយសម្រាប់អ្នកដែលមិនទាន់ពុតគួរបើហើយបើមានបំណងចង់ពុតគួរតែទៅជួបនឹងទាន់បណ្ឌិតដែលមានបទពិសោធន៍ហើយនឹងជំនាញច្បាស់លាស់ហើយយើងនឹងគាត់នឹងឲ្យយោបល់អ្វីដែលគាត់ចង់បានហ្នឹងគឺបានយោបល់ដែលត្រឹមត្រូវមួយសម្រាប់អ្នកជំងឺគាត់សម្រេចចិត្តដោយខ្លួនឯង
ចាអរគុណច្រើនលោកគ្រូព្រោះនៅពេលខ្លះបើសិនបើយើងអត់បានជួបជាមួយនឹងតមិនដឹកជំនាញពិនិត្យច្បាស់លាស់ទេយើងអត់ដឹងថាតើស្ថានភាពថ្មិញរបស់យើងបែបណាហើយនៅពេលដែលយើងឮតាពីមាត់មួយទៅមាត់មួយក៏វាអត់ត្រឹមត្រូវដែរជួយដូចអ្វីដែលខ្ញុំធ្លាប់ឮថាការពុតថ្មិញតើតែដកថ្មិញមិនពុតបានតែចាក់ដៃវាមិនមែនចឹងទេត្រូវគ្រូចាចឹងអរគុណលោកគ្រូច្រើនមែនតើសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃចូលរួមនៅក្នុងកម្មវិធីហើយក៏អរគុណដល់ទស្សនិកជនទាំងគ្នាដែលបានតាមដានកម្មវិធីយើងតាំងពីដើមរហូតមកដល់ចប់ខណៈពេលនេះកម្មវិធីរបស់យើងក៏បានចូលមកដល់ទីបញ្ចប់ពីនេះខ្ញុំ Ending ក៏ដូចជាលោកតមបណ្ឌិតខុយមករាសូមអរគុណសូមជម្រាបលា